ជំរាបសួរលោកគ្រូនិងខ្ញុំឈ្មោះមួលសរណិតមកពីក្រុម SV34 ថ្ងៃនេះខ្ញុំមកនិយាយពីប្រចាំ midterm ដែលនិយាយពី permission management ដែលក្នុងនោះមានការ create directory create group user add user into group set owner set permission និង test permission អញ្ចឹងដោយសារតែខ្ញុំបានធ្វើវារួចហើយខ្ញុំសូមធ្វើការ demo លោកគ្រូមើលតែម្ដងអញ្ចឹងជាដំបូងយើងឆែកមក directory របស់យើង 3/SV34 enter មកនៅក្នុងនោះមាន finance HR IT management sales ហើយនិង warehouse បន្តមកទៀតយើងចូលទៅ comment មួយទៀតដែលយើងអាចមើលគ្រប់ចឹងនៅក្នុងនោះមានគ្រប់ HRD ITD finance D sales D management D និង warehouse D ហើយក៏វាបង្ហាញឲ្យ user យើងមើលដែរដែលនៅក្នុងនោះមាន ITD 01ដល់ ITD 03 HRD 01ដល់ HRD 03 Finance D 01ដល់ Finance D 03 Sales D 01ដល់ Sales D 03 Management D 01ដល់ Management D 03 Warehouse D 01ដល់ Warehouse D 03បន្តមកទៀតយើង LS វាមកយើង LS វាត្រង់ចំណុចនេះខ្ញុំសូមធ្វើការអានឲ្យលោកគ្រូស្ដាប់ user D user finance D01 មានសិទ្ធិលើ folder finance read write execute group finance D មានសិទ្ធិលើ folder finance read write execute other មានសិទ្ធិទេ3 user HRD 01 មានសិទ្ធិលើ folder HR read write execute group RD HRD មានសិទ្ធិលើ folder HR read write execute other មានសិទ្ធិទេ user IT D01 មានសិទ្ធិលើ folder IT read write execute group ITD មានសិទ្ធិលើ folder IT read write execute other មានសិទ្ធិទេ user management D01 មានសិទ្ធិលើ folder management read write execute group management D មានសិទ្ធិលើ folder management read write execute other មានសិទ្ធិដូចគ្នា user cell D01 មានសិទ្ធិលើ folder cell read write execute group cell D មានសិទ្ធិលើ folder cell read write execute other មានសិទ្ធិ warehouse D user warehouse D01 មានសិទ្ធិលើ folder warehouse read write execute group warehouse D មានសិទ្ធិលើ folder warehouse read write execute other មានសិទ្ធិទេអញ្ចឹងខ្ញុំសូមធ្វើការtest permission ឲ្យលោកគ្រូមើលអញ្ចឹងកន្លែងនេះយើងគ្លៀរវាចោលសិនណាតោះមកយើងវា command sudo login យើងចូលទៅកាន់ IT D01 ហើយយើង enter មក password 123វាចោលមកបន្តមកទៀតធ្វើការបង្កើត folder មួយ mkdir next 2លេខ1លេខ2បានហើយអញ្ចឹងយើង enter មកហើយយើង ls អញ្ចឹងនៅក្នុងនោះយើងអាចបង្កើត folder next 1 next 2ហើយបន្តមកយើងសាកបង្កើត file មើលតើវាបានអត់អញ្ចឹងយើងដាក់ឈ្មោះ next 1ដល់2ដូចគ្នាណាចឹងយើង enter ហើយយើង ls អញ្ចឹង file ក៏យើងអាចបង្កើតបានដែរបន្ទាប់មកយើងសាកចូលទៅមើលfolder ផ្សេងតើយើងអាចចូលបានអត់ហើយវាអាចមានសិទ្ធិចូលអត់ចឹងយើង cd មក cd /sv34 /hd
ho enter ចឹងវា permission ចឹងវាអត់អាចមានសិទ្ធិចូលបានទេចឹងបន្តមកទៀតខ្ញុំសូមចូលទៅកាន់ user ID D02 ចឹងអានេះយើងចាក់ចេញមកបន្តមកទៀតយើង sudo login itd02 ចឹងយើង enter មក password 123ចឹងយើងទៅបង្កើត folder មក mkdir sv 12ចឹងយើង enter មកហើយយើង ls ចឹងយើងអាចបង្កើត folder បានហើយយើងបង្កើត file មួយទៀត type file s មកហើយយើង enter ហើយ ls file ក៏យើងអាចបង្កើតវាបានដែរហើយយើងសាកចូលទៅកាន់ folder ផ្សេងតែវាអាចចូលបានអត់អញ្ចឹងយើង cd /sv34/cell enter អញ្ចឹង cell ក៏យើងអាចចូលបានដែរអញ្ចឹងយើងចាក់ចេញយើងចូលទៅកាន់ itd03 ម្ដងយើង enter password 123យើងបង្កើត folder ដែរតែវាអាចបង្កើតបានអត់អញ្ចឹង mkdir a folder ឈ្មោះ a ហើយយើង enter មក ls អញ្ចឹង folder យើងអាចបង្កើតបានអញ្ចឹងយើងទៅបង្កើត file មួយទៀត file យើងឈ្មោះ b មកហើយយើង enter អញ្ចឹងយើងអាចបង្កើត file បានដូចគ្នាបន្តមកទៀតយើងចូលទៅកាន់ folder ផ្សេងមួយតើអាចចូលបានអត់ /sv34/ho ដែរណា enter អញ្ចឹងអត់អាចមានសិទ្ធិចូលបានទេបន្តមកទៀតយើង exit បន្តមកទៀតយើងចូលទៅកាន់ hr ម្ដងHRD01 password 123ចឹងយើងសាកបង្កើត folder mkdir v folder ឈ្មោះ v ចឹងយើង enter មក ls ចឹងយើងអាចបង្កើតបានយើងមានសិទ្ធិបង្កើតចឹងយើងបង្កើត file មួយទៀត b មក ls file ក៏យើងអាចមានសិទ្ធិបង្កើតបានដូចគ្នាហើយយើងសាកចូលទៅកាន់ folder ផ្សេង /sv34/it ចឹងអត់អាចចូលបានទេចឹងបន្តមកទៀតយើងចាក់ចេញយើងចូលទៅកាន់ user មួយទៀត02 03ណា123ចឹងយើងបង្កើត folder មក mkdir f ls យើងអាចបង្កើតបានហើយយើងសាកបង្កើត file b ls យើងក៏អាចបង្កើតវាបានដូចគ្នាដែរដល់មកយើងសាកចូលទៅកាន់ folder ផ្សេង sv34/it ចឹងវាអត់អាចចូលបានទេចឹងយើង exit ចូលទៅកាន់ user មួយទៀត03 enter password 123ចឹងយើងបង្កើត folder មក folder យើងឈ្មោះ d enter ls តើមកយើងបង្កើត file ls មកចឹងយើងអាចមានសិទ្ធិបង្កើតបានបន្តមកទៀតយើងចូលទៅកាន់ folder ផ្សេង cd /sv34/it ក៏អត់បានដែរយើងសាកដាក់ /cell ក៏អត់បានដូចគ្នាអញ្ចឹងយើង exit យើងចូលពីចូល
finance ម្ដង F I N finance D 01 123ទីធំមកយើងសាកបង្កើត folder មើលវាអាចមានសិទ្ធិបង្កើតបានអត់ F L S អញ្ចឹងវាអាចបង្កើត folder បានបន្តមកយើងសាកបង្កើត file អញ្ចឹង L មក enter LS អញ្ចឹងវាក៏អាចបង្កើតមានសិទ្ធិបង្កើតបានដូចគ្នាដែរអញ្ចឹងយើងសាក CD ចូលទៅ folder ផ្សេងវាអាចចូលបានអត់ CD SV34 /HL មក enter អញ្ចឹងវាអាចមានសិទ្ធិចូលបានទេបន្តមកទៀតយើង exit យើងចូលទៅមួយទៀត02 password 123 clear វាចោលមកហើយយើងសាកបង្កើត folder mkdir si ls ជាងយើងមានសិទ្ធិបង្កើត folder ហើយយើងសាកបង្កើត file មក ls ជាងយើងក៏មានសិទ្ធិបង្កើត file បន្តមកទៀតយើងសាកចូលទៅកាន់ folder ផ្សេង cd /sv34 /it អញ្ចឹងវាអត់មានសិទ្ធិចូលបានទេតាមទៀតយើង exit ចូលទៅមើលមួយទៀត03 password 123យើង clear វាមកអញ្ចឹងយើងសាកបង្កើត folder ទៀតមក for enter ls វាមានសិទ្ធិបង្កើតបានហើយយើងសាកបង្កើត file មួយទៀត kl បន្តមកទៀតយើងមកចូលទៅកាន់ folder ផ្សេង cd sv34 /hl HL អញ្ចឹងវាមានសិទ្ធិទេសាកទៅ IT ឡើង IT ក៏វាមានសិទ្ធិដែរអញ្ចឹងយើង exit បន្តមកទៀតយើង login ចូល user cell s cell D01 123យើង clear វាមកហើយយើងសាកបង្កើត folder D ls ហើយយើងសាកបង្កើត file file ls អញ្ចឹងវាមានសិទ្ធិក្នុងការបង្កើតបន្តមកទៀតយើងចូលទៅកាន់ folder ផ្សេង cd /sv34 /finance មក finance អញ្ចឹងវាមានសិទ្ធិចូលទេតមកទៀតយើង exit យើង login មួយទៀត02 password 123 clear យើងសាកបង្កើត folder ដែរចង់ដឹងថាវាមានសិទ្ធិឬក៏មិនមានសិទ្ធិអញ្ចឹង folder ls បន្តទៀត file nic មក ls ជាងយើងមានសិទ្ធិក្នុងការបង្កើតបន្តមកទៀតយើងសាកចូលទៅកាន់ folder ផ្សេង cd sv34 /it អត់បានទេយើង /hl ក៏វាអត់មានសិទ្ធិចូលដែរអញ្ចឹងយើង exit ចូលទៅ user មួយទៀត03 123 clear វាចោលមកហើយយើងសាកបង្កើត folder mkdir
SV 5 Enter LS ហើយយើងបង្កើត file SV 3 SV 2 អញ្ចឹងយើង Enter ហើយយើង LS អញ្ចឹងយើងអាចមានសិតអញ្ចឹងបន្តមកទៀតយើងចូលទៅកាន់ CD គឺកាន់ folder ផ្សេងទៀត SV 34តែវាមានសិតអត់អញ្ចឹង /HO អញ្ចឹងវាមានសិតទេបន្តមកយើង exit យើងចូលទៅកាន់ user មួយទៀតតោះមកយើង login ចូល management ដល់ management D01 enter password 1 2 3 clear វាចោលមកតោះទៀតយើងក៏សាកបង្កើត folder ដែរ mkdir sv 9 ls ហើយយើងទៅបង្កើត file ថាការ ls អញ្ចឹងយើងអាចបង្កើតបានយើងមានសិតបន្តមកយើងសាកចូលទៅកាន់ folder ផ្សេងយើងមានសិតចូលឬអត់ /sv 34 /cell ណា cell អញ្ចឹងអត់អាចមានសិតចូលបានទេវា permission ពីណាតមកទៀតយើង exit login user មួយទៀត 02 password 1 2 3យើង clear វាចោលបន្តមកយើងបង្កើត folder www ហើយយើង ls ហើយយើងសាកបង្កើត file មួយទៀតតាត់ file as ALS ណាយើងមានសិតក្នុងការបង្កើតអញ្ចឹងបន្តមកទៀតយើងចូលទៅកាន់ folder ផ្សេងទៀតមក /sv 34 /ho ណាក៏អត់មានសិតដែរអញ្ចឹង /it មួយទៀតមកវាអត់មានសិតដូចគ្នាតមកទៀតយើង exit enter មកយើងទៅ login management D03 ម្ដង password 1 2 3ទៅដល់យើងសាកបង្កើត folder ណា ls ហើយយើងសាកបង្កើត file dd ហើយ ls ចឹងបន្តមកទៀតយើងចូលទៅកាន់ folder ទៀត cd /sv 34 /it មកសុំចេញសិន cd ho ចឹងអត់មានសិតទេបន្តទៀតខ្ញុំសូម exit ចេញដើម្បីទៅចូលទៅកាន់ login មួយទៀតខ្ញុំឈ្មោះថា warehouse w a o e h o u s e e 01 password 1 2 3 clear វាចោលមកចឹងយើងធ្វើដូចតែមុនទេយើងសាកបង្កើត folder mkdir sv 7 enter ls type file ls ហើយបន្តមកទៀតយើងចូលទៅកាន់ folder ផ្សេងទៀតវាមានសិតចូល cd /sv 34 /it ចឹងវាអត់មានសិតចូលទេចឹងយើង exit ដើម្បី login user មួយទៀត dc02 ហើយ password 1 2 3បន្តទៅយើងសាកបង្កើត folder mkdir doc ls ហើយយើង type file វាមក cat ls បន្ទាប់ពីយើងបានបង្កើត folder ហើយនឹង file ហើយបន្តមកទៀតយើងចូលទៅកាន់ folder ផ្សេងទៀតដែលយើងមានសិតចូលអត់ /cd /sv 34 /management
ភាសាធំ management ចឹងវាអត់មានសិតទេសាកមួយទៀតទៅកាន់ cell ទៅកាន់ folder cell ក៏អត់មានសិតដូចគ្នាអញ្ចឹងខ្ញុំសូមធ្វើការ exit ចាក់ចេញតទៅទៀតចូលទៅកាន់វាហៅ D03 password 123បន្តមកយើងធ្វើការសាកបង្កើត folder ដែរ mkdir dv3 យើង lm មកតមកយើងទៅ file វាមក dv2 ls ចឹងយើងមានសិទ្ធក្នុងការបង្កើតវាហើយបន្តមកទៀតយើងសាកចូលទៅកាន់ folder ផ្សេងដែលយើងមានសិទ្ធអត់ចឹង sp34/it អត់មានសិទ្ធទេ hr ក៏អត់ដែរ cell ក៏អត់ដូចគ្នា management ក៏អត់ដូចគ្នា finance ក៏អត់ដូចគ្នាអញ្ចឹងproject សម្រាប់ midterm ខ្ញុំសូមបញ្ចប់តែត្រឹមហ្នឹងអរគុណលោកគ្រូ